ស្ដីបងប្អូនទាំងអស់គ្នាអូខេឥឡូវថ្ងៃនេះយើងមានវីដេអូថ្មីទាក់ទងនឹង grid line នេះខ្ញុំសូមយកជាប្លង់ AutoCAD ដែលខ្ញុំមាននេះអូខេនេះហ្នឹងខ្ញុំបានបង្កើត grid line រួចហើយនេះខ្ញុំយក8ម៉ែត្រដូចគេនេះកម្រិត4ម៉ែត្រហ្នឹងមកនេះ2ម៉ែត្រកន្លះ4ម៉ែត្រកន្លះហើយចឹងមកអូខេខ្ញុំយកប្លង់នេះបង្ហាញទៅបងប្អូនទាំងអស់គ្នាមកទៅស្រួលអូខេឥឡូវខ្ញុំបានបង្កើត grid line នឹងហើយអូខេនេះគឺជា grid line ដែលខ្ញុំបានបង្កើតហើយបងប្អូនទាំងអស់គ្នាអាចបង្កើតដូចខ្ញុំក៏បានដែរតែយើងនឹងសិក្សាប្លង់មួយនេះទាំងអស់គ្នាអូខេនេះខ្ញុំបានពីមិត្តភ័ក្តិរបស់ខ្ញុំដែរទេខ្ញុំសូមគាត់យកមកចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាបន្តណាអូខេអញ្ចឹងខ្ញុំសម្រាប់យកថាយកប្លង់នេះអញ្ចឹងណាអូខេបងប្អូនទាំងអស់គ្នាហើយឥឡូវខ្ញុំបិទវាសិនអូខេឥឡូវយើងនឹងសារ៉េវាតិចតទៅនឹង view 4ទិសនេះ west អីចឹងទៅ north អីចឹងទៅ south អីចឹងទៅអូខេអញ្ចឹងខ្ញុំចូលទៅសារ៉េវាមកពេលដែលយើងបើកមកវាឃើញនេះដាច់ចឹងណានេះឃើញទេអញ្ចឹងយើងអាចកុំឲ្យវាឆ្ងាយពេកយើងប្រួបតិចមកនេះគឺអានេះ ground floor អញ្ចឹងទៅ level ground floor តែនេះបើយើងចង់បង្កើត sub level អញ្ចឹងយើងអាចបលូតវាឲ្យវែងតិចមកអាចថា 2-3 ម៉ែត្រអីចឹងមកនេះប៉ុណ្ណេះក៏បានដែរឥឡូវខ្ញុំសម្រាប់យកប៉ុណ្ណេះណាអូខេចឹងនេះយើងអត់ទាន់ដឹងថាកម្ពស់ប៉ុន្មានទេយើងចូលទៅសារ៉េមួយទៀតមកទិសទៀតអូខេអានេះគឺវាវែងជ្រុលចឹងអត់អីទេយើងអាចទាញវាតិចមកទាញមកចិត្តមកអូខេខ្ញុំយកទៅនេះអូខេអញ្ចឹងខ្ញុំចូលមកទិសទៀតអូខេវាយកប៉ុណ្ណឹងហើយអូខេនេះអូខេនេះអូនេះខ្ញុំអាចទាញវាទៅមុខតិចអូខេហ្នឹងអូខេនេះយើងបានហើយស្អាតហើយប៉ុណ្ណឹងបងប្អូនអរគ្នាអាចទៅសារ៉េបន្ថែមបានស្រេចអូខេបងប្អូនអូខេបងប្អូនអរគ្នាឥឡូវយើងបានប៉ុណ្ណឹងហើយបងប្អូនអរគ្នាអាចយកខ្លីយ៉ាងហ្នឹងក៏បានស្រេចតែយើងកំណត់ទេណាផ្ទះយើងបានអីបានអញ្ចឹងយើងកំណត់អូខេស្រេចចិត្តទេអានេះក៏ខ្ញុំបង្ហាញឲ្យយល់កន្លែងហ្នឹងអញ្ចឹងណាបងប្អូនអរគ្នាអូខេឥឡូវយើងបានហើយនេះបានហើយអូខេនេះអូខេនេះយ៉ាអូខេឥឡូវយកបានប៉ុណ្ណឹងហើយឥឡូវខ្ញុំនឹងទៅបង្កើត level នៅក្រោមយើងចុះក្រោមដែលយើងធ្លាប់និយាយថា sub level អូខេអញ្ចឹងខ្ញុំទៅបង្កើត sub level អូខេយើងចូលមួយណាក៏បានដែរចូល west ក៏បាន north ក៏បាន south នេះក៏បានដែរអញ្ចឹងខ្ញុំ select មកខ្ញុំបង្កើត sub level អានេះខ្ញុំយក6ទឹកចុះ sub level របស់ខ្ញុំយក6ទឹកខ្ញុំចុច CO មក copy វាមកហើយខ្ញុំវាយយក6ទឹកអូខេខ្ញុំ enter អូខេអញ្ចឹងកន្លែងនេះយើង rename ឈ្មោះមកខ្ញុំដាក់ថា sub level yes sub level នេះ level ដក6ទឹកអូខេចានេះខ្ញុំរុញមកលើតិចមកអូខេឥឡូវខ្ញុំនឹងបង្កើត level នេះកម្ពស់ម៉ែខ្ញុំចាប់ dimension នេះកម្ពស់3ម៉ែត្រ7ទឹកអូខេដាក់ John Michelin floor កន្លែងហ្នឹង3ម៉ែត្រ7អូខេឥឡូវខ្ញុំ copy ចុចពាក្យនេះ copy ក៏បាន CO ក៏បានអូខេអញ្ចឹងខ្ញុំយក3ម៉ែត្រ7អូខេនេះ3ម៉ែត្រ7នេះខ្ញុំ rename មក
ខ្ញុំដាក់ mezzanine floor អានឹង upS អូខេឥឡូវខ្ញុំ rename ដាក់ឈ្មោះមកខ្ញុំដាក់ mezzanine floor ណា mezzanine floor អូខេឥឡូវខ្ញុំចាប់ផ្ដើម rename ឈ្មោះខ្ញុំដាក់ជាន់ហ្នឹងជា mezzanine floor អូខេអូខេ mezzanine floor នេះអូខេ3.7 ម៉ែត្រអូខេចុះមួយទៀត3ម៉ែត្រកន្លះនេះ3ម៉ែត្រកន្លះអូខេ copy ឡើងយក3ម៉ែត្រកន្លះអូខេនេះជាន់ទី1ជាន់ទី1អូខេអូខេនេះបើសិនជាបងប្អូនទាំងអស់គ្នាចង់គូតវលគួយឡើងលើទៀតក៏យើងចុច pollute វាមកនេះមកអូខេវលនេះគឺប្រវែង2ម៉ែត្រ4តឹក6ហ៊ុន4លីអូខេអានេះ1ម៉ែត្រ4អូខេយើងតែបង្កើតមកខ្ញុំ copy ខ្ញុំយក2ម៉ែត្រ4 2ម៉ែត្រទឹក1ហ៊ុន4លីអូខេឥឡូវខ្ញុំបានហើយនេះខ្ញុំដាក់ roof ជាន់ roof អូខេជាន់ wall នេះអានេះ top roof ហើយខ្ញុំដាក់ top roof ចុះ1ម៉ែត្រ4អូខេដាក់ top roof ស្អាចាបងប្អូនអរគ្នាចង់ដាក់មិនក៏បានដែរណាវាអត់ប្រកាន់អីទេឡើយហ្នឹងអូខេឥឡូវយើងបាន level ហើយអូនេះយើងវាអត់ស្មើគ្នាយើងអាចទាញមកលើឲ្យស្មើលើបន្តិចក៏បានដែរអូខេនេះចឹងដែរទាញមកទាំងអស់មកនេះទាញមកអូខេនេះអូខេនេះទាញដែរមកយកវាស្មើគ្នាអូខេនេះស្អាតបាត់អូខេឥឡូវនេះគឺ scale បងប្អូនអរគ្នាយើងអាចយក1 លើ 100 150នេះខ្ញុំដាក់150នេះឃើញវាទូចហើយខ្ញុំដាក់100 លើ 100ស្អាតតែបងប្អូនអរគ្នាដាក់ទេចង់ដាក់1លើ1000ក៏បាន100ក៏បាន100មើលទៅវាស្អាតអូខេបងប្អូនអរគ្នាឥឡូវយើងបានប្លង់ណាក៏ដូចជាប្លង់ ground floor ប្លង់ mezzanine floor first floor ហ្នឹង sub level អីហ្នឹងអូខេយើងបានហើយដូចជាប្លង់ view 4ទិសគឺយើងមានដែរណាអូខេនេះខ្ញុំបង្ហាញអូខេនេះមានហើយនេះអូខេអញ្ចឹងដូចនៅក្នុងប្លង់ ground floor អញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមាននៅក្នុងនេះប្លង់យើងគូនៅក្នុង structural plate អញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់បានទៅយកពី view នេះ view យើងចូលពាក្យថា plan view អូខេអញ្ចឹងយើងយកពាក្យថា structural plan អូខេអ
chẳng là sao nhóm vô pi cái này đi ở hơi chẳng video được không sao cho play này hơi ok nè lại bị check browser chẳng bọc ô nào cái của sân chia được chia plan ground floor plan first floorในក្នុងនេះយើងខ select វាមក select វាមកហើយយើងចូលពី OK ទៅគឺវាចូលទៅក្នុង circular plan នេះហើយអញ្ចឹងណាអូខេអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយវីដេអូក្រោយយើងនិយាយអំពីការ model គ្រឹះអញ្ចឹងណាអូខេយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតវីដេអូនេះសង្ឃឹមថាបងប្អូនអរគ្នានឹងចូលចិត្តអូខេនឹងរៀនជាមួយគ្នាហើយខ្ញុំនឹងនិយាយទៅកាន់បងប្អូនអរគ្នានៅវីដេអូក្រោយទៀតអូខេបាយបាយអរគុណច្រើន